សួស្តីអ្នកទាំងអស់គ្នាខ្ញុំ Cameron ប្រធានបទថ្ងៃនេះខ្ញុំនឹងនិយាយអំពីការស្រឡាញ់ខ្លួនឯងឲ្យបានច្រើនជាងមុនតាំងពីតូចមកខ្ញុំមានដៃជើងធំព្រោះថាខ្ញុំជាមនុស្សដែលមានឆ្អឹងធំដូច្នេះខ្ញុំតែងតែទទួលបានពីអវិជ្ជមានពីមនុស្សជុំវិញខ្លួនអ្នកខ្លះគេហៅខ្ញុំថាកជ្រូកអ្នកខ្លះគេហៅខ្ញុំថាកូនដំរីហើយក៏មានពាក្យខ្លះទៀតដែលវាធ្ងន់ធ្ងរវាមានន័យខ្លាំងជាងនឹងទៀតក៏មានដោយសារពាក្យទាំងអស់នេះហើយទើបខ្ញុំចាប់ផ្ដើមប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃដោយមិនដឹងខ្លួនខ្ញុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដែលគេស្គមជាងខ្ញុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដែលគាត់មានដៃតូចជើងតូចដៃជើងស្រឡូនអីផ្សេងជាដើមប៉ុន្តែតែប្រហែលឆ្នាំចុងក្រោយនឹងទេដែលខ្ញុំចេះសង្កេតមើលខ្លួនឯងហើយចាប់អារម្មណ៍ថាមិនបាត់ខ្លួនឯងចេះតែប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃអញ្ចឹងខ្ញុំក៏ខំរកសិភៅលើកទឹកចិត្តជាច្រើនដែលនិយាយតាក់ទងនឹងការស្រឡាញ់ខ្លួនឯងព្រោះថានៅពេលដែលខ្ញុំប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃគឺពេលនោះខ្ញុំមានក្តីសុខទេចេះតែទាស់នេះទាស់នោះមើលឃើញខ្លួនឯងអាក្រក់រហូតអាក្រក់គ្រប់យ៉ាងតែម្ដងហើយនៅក្នុងសភៅមួយដែលខ្ញុំបានអានដែលមានចំណងជើងថា The Art of Being Alone របស់លោក Renuka មានពាក្យពីរឃ្លាដែលគាត់បានលើកឡើងថាទី1 self love is about knowing everything about yourself however ugly or dark or bad your truth is accept yourself with it ដែលមានន័យថាការស្រឡាញ់ខ្លួនឯងគឺជាការដឹងគ្រប់យ៉ាងពីខ្លួនឯងទាំងអាក្រក់ក្នុងនេះគាត់សំដៅទៅលើរូបរាងកាយឬក៏មុខមាត់របស់យើងហើយ the dark មានន័យថាអតីតកាលដែលវាអាក្រក់ឬក៏រឿងរ៉ាវដែលអាក្រក់របស់យើងហើយយើងទទួលស្គាល់រឿងទាំងអស់ហ្នឹងទៅនៅពេលដែលដឹងឬក៏យើងទទួលស្គាល់ថាយើងជាយើងពិតប្រាកដយើងនឹងមានក្តីសុខច្រើនជាងមុនកាលពីមុនខ្ញុំតែងតែគិតថាខ្ញុំអាក្រក់អត់ស្អាតដូចគេទេពេលមើលកញ្ចក់ឃើញថាខ្លួនឯងអាក្រក់រហូតទាស់នេះទាស់នោះមិនពេញចិត្តមុខមាត់មិនពេញចិត្តនឹងភ្នែកឬក៏មិនពេញចិត្តនឹងធ្មេញខ្លួនឯង anything តែបច្ចុប្បន្នខ្ញុំចាប់ផ្ដើមទទួលស្គាល់ថាខ្ញុំមានរូបរាងបែបហ្នឹងខ្ញុំមានមុខមាត់បែបហ្នឹងខ្ញុំមានដៃជើងបែបហ្នឹងបន្ទាប់មកខ្ញុំក៏មានការផ្លាស់ប្ដូរការគិតថ្មីខ្ញុំមកឃើញខ្លួនឯងថាខ្ញុំមានភាពស្រស់ស្អាតរបស់ខ្ញុំហើយអ្នកដទៃក៏គេមានភាពស្រស់ស្អាតរបស់គេដូចគ្នាអញ្ចឹងភាពស្រស់ស្អាតរបស់មនុស្សម្នាក់គឺវាអត់ដូចគ្នាទេដែលគេនិយាយថាមនុស្សគ្រប់គ្នាមានភាពស្អាតរៀងៗខ្លួនខ្ញុំស្អាតបែបខ្ញុំគេស្អាតបែបគេឥឡូវហ្នឹងទោះបីអ្នកដទៃមើលមកឃើញថាខ្ញុំអាក្រក់ខ្ញុំមិនស្អាតហើយថ្មីនេះខ្ញុំបានទទួលបានពាក្យអវិជ្ជមានមួយចំនួនដែលពួកគាត់និយាយថាខ្ញុំអាក្រក់ពេលសើចទៅខ្ញុំមាត់បៀកអ្នកខ្លះទៀតថាមុខខ្ញុំប៉ែលមុខខ្ញុំធំប៉ុន្តែក៏ខ្ញុំអត់ខ្វល់ពីសម្ដីរបស់ពួកគាត់ដែរសំខាន់ខ្ញុំខ្លួនឯងគឺខ្ញុំមើលឃើញថាខ្ញុំស្អាតពេលព្រឹកឡើងស្លៀកពាក់ហើយមុនចេញក្រៅឆ្លុះកញ្ចក់មើលរូបរាងខ្លួនឯងមើលមុខមកខ្លួនឯងហើយខ្ញុំតែងតែញញឹមដាក់ខ្លួនឯងនៅក្នុងកញ្ចក់សរសើរខ្លួនឯងញ៉ៃខ្លះសរសើរថាអូយមិនថ្ងៃនឹងស្អាតមែនថ្ងៃនឹង cute មែនតែប៉ុណ្ណឹងក៏ធ្វើឲ្យខ្ញុំមានក្តីសុខពេញមួយថ្ងៃបាត់ទៅហើយការកែប្រែការគិតរបស់ខ្លួនឯងដែលខ្ញុំបានលើកឡើងទាំងខាងលើនេះក៏វាតកតងនឹងឃ្លាទី2ដែលគាត់បានលើកឡើងថា self love is about knowing how to transform your flaw into your strength rather than hiding them inside you so that no one can see them ដែលមានន័យថាការស្រឡាញ់ខ្លួនឯងគឺជាការដឹងពីវិធីផ្លាស់ប្ដូរចំណុចខ្សោយរបស់ខ្លួនឲ្យទៅជាចំណុចខ្លាំងរបស់ខ្លួនជាជាងការលាក់ទុកវានៅក្នុងខ្លួនមិនឲ្យគេដឹងអញ្ចឹងអ្វីដែលជាដំបូន្មានពីខ្ញុំទៅពាក្យសម្ដីដែលអ្នកដទៃថាឲ្យយើងអាចស្ដាប់ជាឆ្វេង
ហើយចេញទៅជាស្ដាំទៅបើម្នាក់ហ្នឹងគាត់នៅតែនិយាយបែបហ្នឹងដដែលដាក់យើងទៀតគ្រាន់តែចាំថាគាត់គឺជាមនុស្សម្នាក់ដែលអវិជ្ជមានអញ្ចឹងហើយបើសិនជាអាចកុំសូវនៅក្បែរគាត់ពេកព្រោះថាគ្មាននរណាម្នាក់ស្រឡាញ់យើងខ្លាំងជាងយើងស្រឡាញ់ខ្លួនឯងទេអញ្ចឹងកុំភ្លេចស្រឡាញ់ខ្លួនឯងឲ្យបានច្រើនបាយ